លោកគ្រូសំពីរបៀបផុសវីដេអូពី Reel ចូលក្នុង Story លោកគ្រូអូខេបានបងសិក្សាបានអូខេជាដំបូងចូលមកកាន់ Facebook មកឬហើយត្រេបែកលើនេះធ្វើការបដូរណា switch ណាពី account ទៅជា page សិនមកគម្រោងមិនចាតែកាន់ page ទី2បងគ្រូណាពេលឆ្លាតសតនេះឥឡូវគ្រូសូមបង្រៀនផុសពីវីដេអូ Reel ខ្លីហ្នឹងចូលទៅក្នុង Story អូតូតែម្ដងណាហ្នឹងត្រេបែកលើនេះហើយចូលមកកាន់ page យ៉ាងមកឡើងមកលើមកមានពាក្យថាវីដេអូខ្លីឬក៏ Reel ក្រោមនេះអូខេធ្វើការដាក់វីដេអូមួយចូលមកហ្នឹងគំរូមួយចាបង្កើត page content មានទីការល្អស្អាតបន្ត professional តែម្ដងណាបន្តមកទៀត caption សរសេរជាអក្សរមកគេណាខ្លីៗណាអានឹង title ចំណងជើងខ្លីខ្លឹមតាក់ទាញណាគូសូមធ្វើជាគំរូមួយចាបង្កើត page ល្អស្តង់ដាគេណាតើខ្លួននេះបែបជា content មាតិកាហ្នឹងនេះលោកគ្រូបង្កើតជូនល្អស្តង់ដាជូនបងប្អូននៅខាងខេត្តស្ទឹងត្រែងល្អណាសម័យនេះគឺយើងមាន page ល្អស្តង់ដាលេងណាអូខេទុករកចំណូលអូខេអញ្ចឹងសេខ្លីៗបានហើយនៅខាងចុងយើងចង់ដាក់សញ្ញាទ្រង់ជ្រូកក៏បានឬក៏មិនសិនក៏បានដែរលោកគ្រូជួយប្រើនេះគឺមិនសិនលោកគ្រូសុំមិនសិនឈ្មោះ page ធំរបស់លោកគ្រូតែម្ដងណាអញ្ចឹងមិនសិនទៅនឹងមាន2ទី1យើងចង់មិនសិនឈ្មោះ page យើងផ្ទាល់នឹងក៏បានឬបើទេបើយើងមាន page ផ្សេងដាក់ឈ្មោះ page ផ្សេងក៏បានដែរនេះឃើញអត់មិនសិន QQ ហ្នឹងណាហើយកន្លែង profile នេះយើងចង់បដូរក៏បានទុកអញ្ចឹងក៏បានតាមយើងគេសាំណែហ្នឹងណាបន្តមកទៀតលោកគ្រូសុំរើសplaylist អូខេណានេះឥឡូវនេះចែករំលែកទៅរឿងរបស់អ្នកអញ្ចឹងបើសិនជាបិទអញ្ចេះបងនេះតបនឹង comment បងណាក់ពីខាង page ណាស្នើសុំលោកគ្រូនេះបងនេះបើសិនជាបិទអញ្ចេះ Reel ហ្នឹងផុសចូលតែ Reel ទេប៉ុន្តែវាអត់ចូល Story ទេអញ្ចឹងបើសិនជាបងចង់ឲ្យចូលនេះប៉ះហ្នឹងមកនេះអត់បើការចែករំលែកទៅរឿងហ្នឹងគឺ share ទៅ Story ហើយ share to Story អញ្ចឹងយើងបើកមកនេះជមើលណាបឹងឃើញណាហើយរក្សាទុកឃើញណានេះឃើញអត់អញ្ចឹងនៅពេលដែលបងផុសពី Reel ទៅវីដេអូហ្នឹងគឺលុតចូល Story អូតូតែម្ដងហ្នឹងមើលណាជួយមកអូខេតាមមកទៀតយើងផ្ទៀងផ្ទាត់មើលសិនអូខេណា review ផ្ទៀងផ្ទាត់បានត្រឹមត្រូវសិនមុននឹងផុសណាអញ្ចឹងយើងទៅមើលឡើងវិញអូខេណាអញ្ចឹងត្រូវថាបានបើកហើយនៅអូខេណាអាហ្នឹងគឺបានបើកហើយហ្នឹងបញ្ជាក់ណាអូខេ turn on វាអញ្ចឹងមកហើយយើងបែបវិញមកហើយធ្វើការផុសអូខេណាចែកលេខមកអូខេណាអាហ្នឹងគឺធ្វើការផុសហើយផុសពីវីដេអូ Reel វីដេអូខ្លីហ្នឹងណាផុសចូលក្នុង page ផងហើយវីដេអូហ្នឹងលុតចូលក្នុង Story អូតូតែម្ដងអញ្ចឹងបញ្ជាក់សិនបើសិនជាបងប្អូនយើងដែលលេងធម្មតាទូទៅយើងប្រើ style អញ្ចឹងក៏បានដែរនឹងបងណាណាម្ចាស់សំណួរគាត់ comment ស្នើសុំប៉ុន្តែបញ្ជាក់បើសិនជាបងប្អូនយើងចង់រកលុយឬក៏កំពុងរកលុយយោបល់លោកគ្រូមិនបាច់ធ្វើអញ្ចឹងទេបើចង់រកលុយគឺយើងផុសដំបូងផុសចូល Reel សិនវីដេអូហ្នឹងណាផុសចូល Reel ហើយបន្តមកទៀតចាំយកវីដេអូហ្នឹងទៅផុសចូល Story តាមក្រោយធ្វើដំណាក់កាលអញ្ចឹងណាកុំ share អូតូអាហ្នឹងល្អជាងហ្នឹងយកបល់លោកគ្រូណាយើងផុស Story តាមក្រោយបញ្ជាក់ណាគឺយើងផុសវីដេអូខ្លី Reel ជាមុនសិនហើយយើងចាំទៅផុស Story តាមក្រោយតែបើសិនជាបងប្អូនយើងលេងធម្មតាទេអាហ្នឹងគឺយើងដាក់ទៅអញ្ចឹងណាដាក់ពី Reel ទៅឲ្យវាលុតចូល Story អូតូហ្មងអញ្ចឹងណាឃើញណាពឹងហើយបន្តមកយើងសាកទៅឆែកមើលសិនចង់ដឹងថានៅក្នុង Story ហ្នឹងលុតមកហើយទៅនៅអូខេនេះប៉ានឹងមកនេះរឿងរបស់អ្នកនេះនេះឃើញអត់នេះគឺជាវីដេអូដែលបានផុសក្នុង page ហ្នឹងណាហើយឥឡូវហ្នឹងលុតចូល Story អូតូតែម្ដងហ្នឹងគឺធ្វើការដាក់បានហ្នឹងគឺ page ហើយដល់ពេល Facebook account មកជីកស្តៀងគ្នាអាចសិក្សាអនុវត្តតាមនឹងបានអនុវត្តធ្វើទៅណាហើយបើសិនជាអត់ច្បាស់យកធ្វើអត់បានអាហ្នឹងចាំឆាតសំណុំគូនតែបានអរគុណ